ស្ដីដល់មិត្តភក្តិបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនទាំងអស់គ្នាដែលវាមានបញ្ហាជ្រាបទឹកបងប្អូនឡានរបស់យើងគឺជ្រាបទឹកពីលើនេះចុះមកខាងក្រោមជាពិសេសសម្រាប់ឡានហើយរថយន្ត hybrid យើងគួរតែយកចិត្តទុកដាក់ឲ្យមែនទែនពាក់ព័ន្ធជាមួយនឹងការលិចទឹកនឹងប្រសិនបើយើងប្រហែសវាអាចប៉ះពាល់ទៅដល់អង្គុយរបស់យើងបានបងប្អូននៅពេលដែលជ្រាបទៅវាហូរមកគឺដកចូលខាងក្រោមគឺទីតាំងអង្គុយនៅកន្លែងនេះអញ្ចឹងវាអាចជ្រាបចូលទៅខាងក្នុងដោយមិនដឹងខ្លួនអញ្ចឹងរបៀបឆែកមើលដោយខ្លួនឯងបងប្អូនអាចត្រួតពិនិត្យមើលដោយយើងទាញកស៊ូនេះបងប្អូនចាយើងទាញកស៊ូនឹងចេញទៅយើងមើលកន្លែងធ្នេរបស់វាបងប្អូនចានេះគឺធ្នេរបស់វាកន្លែងហ្នឹងជួនកាលពេលខ្លះវាប្រែធ្នេណាបងប្អូនធ្នេកស៊ូមែនកស៊ូអាហ្នឹងគេហៅកាវស៊ីនរបស់វាអាចប្រែធ្នេជ្រាបទឹកចូលតាមកលៀតហ្នឹងឬមួយក៏តាមធ្នេផ្សេងៗដូចជាកន្លែងកលៀតនេះអីបងប្អូនកលៀតហ្នឹងក៏វាមាននេះរបស់វាដែរធ្នេស៊ីនរបស់វាមានន័យថាជួកាវស៊ីនរបស់វាបងប្អូនកាវស៊ីនពីអាមេរិកមកអញ្ចឹងនៅពេលដែលវាមានស្ទះឬមួយក៏អញ្ចឹងអីវាស្ទះដីស្ទះអីអញ្ចឹងវាអាចជ្រាបចូលណាអញ្ចឹងយើងជូតឲ្យស្អាតបងប្អូនយើងអាចដោះជូតសម្អាតដោយខ្លួនឯងបានចាដល់តែបាច់ទៅរកជាងក៏បានដែរហ្នឹងនេះបងប្អូនយើងគ្រាន់ដោះហើយយើងអាចចាប់ចូលវិញបានហើយធ្នេរបស់វាគឺបងប្អូនមើលតាំងពីកលៀតនេះឡើងណាបងប្អូនណាខាងលើហ្នឹងហើយនឹងធ្នេកន្លែងកលៀតនេះកន្លែងហ្នឹងក៏វាមានធ្នេរបស់វាដែរហើយមានកាវរបស់វានៅពេលដែលវាងាប់កាវកន្លែងហ្នឹងគឺអាចជ្រាបទឹកចូលដោយងាយជាពិសេសឡានប្រភេទ04ឆ្នាំ09 10មិនសូវជាបញ្ហាភាគច្រើន04ដល់09ហ្មងកន្លែងហ្នឹងគឺជ្រាបហ្មងភាគច្រើនគឺជ្រាបពីតំណឹងទៅហើយដកចូលដល់អង្គុយមានភ្ញៀវខ្លះខូចអង្គុយដោយសារជ្រាបទឹកហ្នឹងក៏មានដែរចាអញ្ចឹងរបៀបឆែកមើលគឺយើងមើលអញ្ចឹងណាបងប្អូនណាហ្នឹងហើយមើលកន្លែងក្លៀតហ្នឹងយើងដកចេញអញ្ចឹងមកយើងជូតសម្អាតហើយយើងមើលទាំងសងខាងហើយកន្លែងនេះក៏អញ្ចឹងដែរអាចកស៊ូហ្នឹងវាដាក់អត់ណែនអីអញ្ចឹងណាបងប្អូនកន្លែងកស៊ូនេះក៏អញ្ចឹងដែរយើងអាចមើលបានដោយខ្លួនឯងចលោវាអត់ណែនឬក៏ប្រេះតាមធ្នេនេះវាអាចជ្រាបទឹកចូលក៏មានដែរចាអញ្ចឹងបងប្អូនអាចជួយពិនិត្យដោយខ្លួនឯងបានងាយៗណាបងប្អូនចាគឺយើងមើលតាមធ្នេហ្នឹងឲ្យជុំអញ្ចឹងមកគឺយើងដោះមើលអញ្ចឹងណាបងប្អូនហើយគឺយើងអាចយកកណាត់មកជួយសម្អាតដោយខ្លួនឯងចេះមកបងប្អូនចាឃើញអត់ចឹងនេះកន្លែងនេះអីចឹងណាបងប្អូនចង្ការវាអាចប្រេះអញ្ចឹងទៅវាងាប់អាកាវស៊ីនរបស់វាអញ្ចឹងទៅវាជ្រាបទឹកប្រេះចូលអញ្ចឹងបងប្អូនយើងជួយសម្អាតចុះមកនៅពេលដែលឃើញប្រេះចូលអីយើងទៅជាងតោនគេអាចដោះហើយគេបុកកាវចូលវិញគឺជាការស្រេចចឹងបងប្អូនរបៀបចាប់ចូលវិញគឺយើងចាប់ចូលអញ្ចឹងមកបងប្អូនណាចាអញ្ចឹងអូខេនេះចាអញ្ចឹងអត់មានអីលំបាកទេបងប្អូនអាចឆែកមើលដោយខ្លួនឯងងាយចាចាប់ចូលវិញអញ្ចឹងមកចាហើយសរីរៈត្រូវញ៉ាំត្រូវក្រាក់របស់វាគួរឲ្យស្មើអញ្ចឹងវិញមកចាតែប៉ុណ្ណឹងគឺជាការស្រេចបងប្អូន